បាទចឹងព័ត៌មានទី1គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ខ្ញុំសូមមិនដកសងទាំងស្រុងទេគឺសូមដកសងចំណុចសំខាន់ខ្លះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺប្រទេសថៃបានទាមទារជាឯកតជាទាមទារឲ្យកម្ពុជាប្រកាសជប់បាញ់ជាមុនសិនបាទដើម្បីធ្វើយ៉ាងណាឲ្យការប្រយុទ្ធគ្នាបានទីបញ្ចប់រវាងប្រទេសទាំងពីរនេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសថៃម៉ាតារីណាត់លីតាអាម៉ាន់អាដាម៉ូបាទគឺលោកស្រីបាននិយាយថាដោយចោទកម្ពុជាថាជាអ្នកឈ្លានពានចូលទៅក្នុងទឹកដីរបស់ថៃនោះគឺកម្ពុជាត្រូវតែប្រកាសបទជបាញ់ជាមុនសិនដូច្នេះគឺជាការមួយដែលអាចឲ្យថៃពិចារណាដើម្បីជបាញ់អ្នកស្រីបានថ្លែងបែបនេះក្នុងអំឡុងពេលដែលធ្វើសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះហើយទៅបានសារព័ត៌មាន AFP សួរហើយទៅបានសារព័ត៌មាននានាជាពិសេស Al Jazeera យកបរិការបន្ថែមផងដែរអ្នកស្រីបានបន្ថែមថាកម្ពុជាត្រូវតែសហប្រតិបត្តិការដោយស្មោះត្រង់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីននៅតាមបណ្ដោយព្រំដែនផងដែរបាទនេះគឺជាការនិយាយឡើងវិញនៅអ្វីដែលលោក Nikhon Day ដែលជាអគ្គនាយកនៃក្រសួងការបរទេសរបស់ប្រទេសថៃដែលទទួលបន្ទុកព័ត៌មានបានបញ្ជាក់កាលពីថ្ងៃម្សិលមិញគឺ3ចំណុចគឺចំណុចទី1កម្ពុជាត្រូវតែប្រកាសបទជបាញ់មុនសិនហើយបន្ទាប់មកគឺបទជបាញ់នឹងត្រូវតែកើតឡើងដោយការអនុវត្តជាក់ស្ដែងនឹងអាចធានាបានហើយនៅកម្ពុជាត្រូវតែសហប្រតិបត្តិការដើម្បីដោះមីនដោយស្មោះត្រង់តាមបណ្ដោយព្រំដែនបាទអញ្ចឹងគឺកម្ពុជាត្រូវបំពេញលក្ខខណ្ឌ3នេះសិនបានថៃប្រកាសជបាញ់បាទសូមបើកវងកញ្ចក់បន្តិចមាននរណាឈួតធ្វើដូចថៃនិយាយនឹងទេមាននរណាដែលចង់ដៃស្លាប់ផ្សេងខ្លួនឯងយកទៅឲ្យគេបាញ់ឬក៏មិនបាញ់គឺសម្រាប់ឬមិនសម្រាប់ដូចសម័យរឿងសាមកុកដែលមេតបខុសចង់ខ្លួនឲ្យមេវាយទៅទេបាទគឺជាសំណើមួយឈួតលីលាបាទសម្បត្តិវងកញ្ចក់មកវិញគឺមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីប្រទេសកម្ពុជានៅឡើយទេគឺដោយសារតែប្រទេសទាំងពីរនេះបានស្ដីបន្ទោសគ្នាទៅវិញទៅមកថាជាអ្នកណាជាអ្នកដែលបង្កការបាញ់ប្រហារមុនហើយអះអាងថាពួកគេបាញ់ប្រហារគឺដើម្បីក្នុងន័យការពារខ្លួនតែប៉ុណ្ណោះហើយដោយចោទថាទាំងសងខាងចោទគ្នាទៅវិញទៅមកគឺថាគឺមានការវាយប្រហារទៅលើជនស៊ីវិលនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបាននិយាយថាប្រទេសរបស់លោកគ្រប់គ្រងបទជបាញ់ដែលផ្ដួចផ្ដើមឡើងដោយប្រទេសម៉ាឡេស៊ីដែលជាប្រធាននៃប្លុកនេះហើយនឹងដែលមានការចូលរួមពីទីក្រុង Washington បាទកម្ពុជានិយាយគឺលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវសារព័ត៌មាន Al Jazeera បាននិយាយថាការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរនេះគឺនៅតាមបណ្ដោយព្រំដែនទាំងមូលរបស់កម្ពុជានិងថៃហើយការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសទាំងពីរនេះបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន32នាក់ក្នុងនោះមានទាំងទាហាននិងជនស៊ីវិលហើយបណ្ដាលឲ្យប្រជាពលរដ្ឋប្រមាណជា80ម៉ឺននាក់នៅប្រទេសទាំងសងខាងបានរត់ភៀសខ្លួនចេញពីលំនៅឋានសេចក្តីរាយការណ៍មកពីនានាបានឲ្យដឹងថាគឺមានការបាញ់ផ្លោងមួយបាទទៅដល់កន្លែងក្បែរដែលសំទោសសេចក្តីរាយការណ៍ពីវត្តមួយដែលនៅក្នុងប្រទេសថៃដោយអ្នកយកព័ត៌មានរបស់សារព័ត៌មាន Al Jazeera បានរាយការណ៍ពីខេត្តស៊ីសាកេថាគឺពេលដែលលោកនៅទីនោះគឺលោក Jack Barton បានរាយការណ៍ថាគឺពេលដែលលោកនៅទីនោះគឺនៅតែឮសូរសំឡេងផ្ទុះនៅឡើយទេការសំឡេងផ្ទុះដែលមានបាញ់ចេញពីប្រទេសថៃមកប្រទេសកម្ពុជាហើយក៏មានសំឡេងគ្រាប់ BM21 ពីកម្ពុជាចូលទៅក្នុងថៃផងដែរការប៉ះទង្គិចគ្នានេះគឺបានធ្វើឲ្យខូចខាតទៅដល់កិច្ចព្រមព្រៀងសន្តិភាពដែលគ្រប់គ្រងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានចាប់ផ្ដើមតាំងពីដំបូងនៅពេលដែលប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅខែកក្កដាអស់រយៈពេល5ថ្ងៃបាទហើយបានចូលសារបានទៀតឥឡូវនេះគឺនាយករដ្ឋមន្ត្រីថៃគឺលោកអនុทิน ឆាន់វីរគុលបានប្រាប់អ្នកសារព័ត៌មានថាគឺអត់មានទេសម្ពាធពីអន្តរជាតិដើម្បីឲ្យមានបទជបាញ់នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះលោកអនុทินបាននិយាយថាគ្មានអ្នកណាម្នាក់ដាក់សម្ពាធមកលើយើងទេតើអ្នកណាដាក់សម្ពាធមកលើអ្នកណាខ្ញុំមិនដឹងទេនេះគឺការឆ្លើយនេះដើម្បីជាការបដិសេធទៅនឹងសំណួរដែលអ្នកសារព័ត៌មានបានសួរលោកថាតើលោកត្រាំបានព្យាយាមដាក់សម្ពាធដោយការគំរាមកំហែងក្នុងការដាក់ពន្ធគយបន្ថែមទៀតទេដើម្បីកុំឲ្យប្រទេសថៃនៅបន្តការប្រយុទ្ធ
ក្នុងអំឡុងពេលនោះដែរគឺតាមព័ត៌មានដោយឡែកមួយទៀតគឺអាជ្ញាធរថៃឥឡូវនេះកំពុងតែព្យាយាមរកមធ្យោបាយដើម្បីធ្វើមាតុភូមិនិវត្តន៍នៅពលរដ្ឋរបស់ខ្លួនចំនួន6000នាក់ដែលបានជាប់កុដនៅក្នុងប្រទេសកម្ពុជាដោយសារតែការបិទច្រកព្រំដែននៅក្នុងទីក្រុងប៉ោយប៉ែតហើយក្រសួងមហាផ្ទៃរបស់កម្ពុជាវិញក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបិទច្រកព្រំដែនគោកនោះគឺជាវិធានការចាំបាច់ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ទៅដល់ជនស៊ីវិលក្នុងពេលដែលការប្រយុទ្ធគ្នានៅកំពុងតែការមានឡើងនៅឡើយដោយក្រសួងមហាផ្ទៃបានបន្ថែមថាការធ្វើដំណើរតាមផ្លូវអាកាសគឺនៅតែបើកចំហនៅឡើយទេហើយលោកហ៊ុនសែនដែលជាអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជាដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានោះក៏បាននិយាយដែរថាការបិទច្រកព្រំដែននោះគឺដើម្បីការពារជនស៊ីវិលមិនឲ្យរងគ្រោះពីអ្វីដែលលោកបានចាត់ទុកថាជាការបាញ់ផ្លោងដោយមិនរើសមុខរបស់ភាគីថៃអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់ថៃវិញគឺលោកសូរ៉ាសានគង់សេរីក៏បាននិយាយផងដែរថាគឺការបាញ់គ្នាគឺនៅមានតាមបណ្ដោយព្រំដែននៅឡើយទេនៅក្នុងខេត្តចំនួន8ក្នុងគណៈពេលដែលក្រសួងការពារជាតិរបស់កម្ពុជាបានបដិញ្ញាថាកងកម្លាំងរបស់កម្ពុជានៅតែបន្តឈរយ៉ាងរឹងមាំយ៉ាងក្លាហានដោយមិនមែនជាអ្នកចូលជ្រៀតពានគេមុននោះទេបាទហើយការវិវត្តមួយទៀតនៅលើជ្រុងការទូតនោះគឺក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានពីដើមឡើយមានកំណត់ពេលជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជានិងថៃនេះនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូនេះបាទដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះចំនួននេះក៏ប៉ុន្តែឥឡូវនេះគឺតាមសេចក្តីរាយការណ៍ចុងក្រោយពីសារព័ត៌មានឌីប្លូម៉ាតក៏បានរាយការណ៍ថាកិច្ចប្រជុំនោះគឺទៅផ្អាកសិនគឺមិនទាន់មានពេលកំណត់ថាប្រជុំនៅពេលណានោះទេហើយសារព័ត៌មាននានាគឺនៅថ្ងៃនេះបានសម្ដៅទៅលើការអន្តរាគមន៍ផ្នែកការទូតពីប្រទេសចិនផងដែរបាទនេះគឺជាព័ត៌មានទី1ដែលខ្ញុំដកស្រង់ពីសារព័ត៌មាន Al Jazeera ហើយ Al Jazeera ក៏បានដកស្រង់ពីសារព័ត៌មាននានាមាន AFP Reuters បញ្ចូលគ្នានោះដែលគាត់សរសេរដោយខ្លួនឯងហើយក៏មានការបញ្ចូលពីខាងក្រសួងមហាផ្ទៃរបស់កម្ពុជាផងដែរបាទតែចំនួនរយៈពេលជាង1សប្តាហ៍នេះតើប៉ះពាល់យ៉ាងណាខ្លះបាទនេះគឺជាសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានរបស់ទូគីបាទគាត់ផ្ដោតទៅលើផលប៉ះពាល់ទៅលើជនស៊ីវិលជាពិសេសសិស្សានុសិស្សចឹងខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍នេះមិនលម្អិតទេដោយសារនៅក្នុងសេចក្តីរាយការណ៍នេះគឺមានចូលរៀបរាប់ពីដើមដំណើរដើមរឿងតទៅនឹងរឿងអ្វីខ្លះប៉ុន្តែខ្ញុំដកស្រង់តែអ្វីដែលថ្មីដែលសារព័ត៌មាននេះផ្ដោតតែប៉ុណ្ណោះសារព័ត៌មានបានបញ្ជាក់ថាសាលារៀននៅទូទាំងតំបន់ជាច្រើននៅក្នុងប្រទេសថៃហើយនៅប្រទេសកម្ពុជាបានបិទទ្វារនៅថ្ងៃច័ន្ទក្នុងខណៈពេលដែលការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរនៅតែបន្តដែលធ្វើឲ្យមានចំនួនអ្នកស្លាប់បាត់បង់ជីវិតហ្នឹងគឺយ៉ាងហោចណាស់មានចំនួន40នាក់ហើយមានមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីលំនៅឋាននេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីទាំងសងខាងហើយនិងប្រភពសារព័ត៌មាននៅក្នុងប្រទេសក្រសួងអប់រំរបស់កម្ពុជាបាននិយាយថាការប្រយុទ្ធនៅតាមបណ្ដោយព្រំដែនគឺបានបង្ខំឲ្យបិទសាលារៀនចំនួន1039សាលារៀននៅក្នុងខេត្តចំនួន6ហើយដែលធ្វើឲ្យរំខានទៅដល់ការងាររបស់លោកគ្រូចំនួន9797នាក់ហើយនឹងការសិក្សារបស់និស្សិតរបស់កូនសិស្សចំនួន242,881នាក់នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្រសួងមហាផ្ទៃរបស់កម្ពុជាក៏បានរាយការណ៍ឲ្យដឹងដែរថាមានជនស៊ីវិលចំនួន2នាក់ថែមទៀតហើយត្រូវបានបាញ់សម្លាប់ដែលធ្វើឲ្យចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាកើនឡើងទៅដល់ចំនួន15នាក់ដោយមានចំនួន73នាក់បានរងរបួសក្រសួងបាននិយាយថាយន្តហោះប្រភេទ F16 របស់ថៃបានបើកការវាយប្រហារចូលទៅក្នុងទឹកដីរបស់កម្ពុជានេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺទីភ្នាក់ងារសារព័ត៌មាន AKP Agence France Presse ទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលឡែកនៅក្នុងប្រទេសថៃវិញគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃគឺលោកនីកនដេបាននិយាយថាទីក្រុងបាងកកវិញគឺក៏បានអំពាវនាវជាផ្លូវការទៅដល់ការិយាល័យឧត្តមសង្កាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្រោយពីពលរដ្ឋរបស់ថៃចំនួន9នាក់ត្រូវបានសម្លាប់ហើយនឹងជាងសាលារៀនជាង600ខ្នង
និងមន្ទីរពេទ្យទៅបាទបទ្វានេះបើយោងតាមសារព័ត៌មាន Thai Inquirer បាទកន្លែងនេះបញ្ជាក់បន្តិចគឺកាលពីម្សិលមិញសេចក្តីរាយការណ៍គឺថៃទើបតែស្លាប់ដោយសារគ្រាប់ដែលកម្ពុជាប្លង់ទៅគឺម្នាក់ហ្នឹងមកតាមថៃរាយការណ៍ណាអ្នកផ្សេងទៀតគឺស្លាប់ដោយសារសុខភាពរបស់គាត់ទេថៃរាយការណ៍ដោយខ្លួនឯងអញ្ចឹងណាបាទគឺមានលោកអនុធានគាត់ឡាំប៉ាពេលដែលមានសេចក្តីរាយការណ៍ថាមានជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែត្រូវគ្រាប់របស់កម្ពុជាអញ្ចឹងគឺតួលេខដែលគាត់លើកឡើងនេះគឺគាត់ស្លាប់បាត់បង់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាប៉ុន្តែមិនមែនដោយសារគ្រាប់របស់កម្ពុជាទេសារព័ត៌មានថៃរាយការណ៍ដោយខ្លួនឯងអញ្ចឹងណាខ្ញុំបញ្ជាក់បន្ថែមបន្តិចសារព័ត៌មាននេះបានរាយការណ៍ថាយន្តហោះចម្បាំងប្រភេទ F16 របស់ថៃបានវាយប្រហារចូលទៅក្នុងទីតាំងយោធារបស់កម្ពុជាហើយមានការវាយប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដោយព្រំដែនប្រទេសចិនបានបាទហើយសារព័ត៌មាននេះចូលទៅដល់សេចក្តីរាយការណ៍តាក់ទងជាមួយនឹងការព្រួយបារម្ភរបស់ចិនអញ្ចឹងខ្ញុំសូមមិនចូលលំអិតទេពីព្រោះខ្ញុំបានជម្រាបជូនប្រិយមិត្តតាំងពីថ្ងៃម្សិលមិញណាហើយក្នុងការផ្សាយម្សិលមិញហើយនឹងដាក់តាម Facebook ដែរគឺប្រទេសចិនបានសម្ដែងការព្រួយបារម្ភហើយស្នើឲ្យប្រទេសទាំងពីរអត់ធ្មត់ហើយនឹងងាកមកពិភាក្សាគ្នាដោយប្រើយន្តការការទូតហើយចិនក៏គ្រប់គ្រងយន្តការរបស់អាស៊ានឲ្យដោះស្រាយបញ្ហានេះផងដែរអញ្ចឹងគឺខ្ញុំសូមបញ្ចប់សេចក្តីរាយការណ៍នេះត្រឹមប៉ុណ្ណេះបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg ក៏បានរាយការណ៍ដោយផ្ដោតទៅលើជ្រុងដែលប្រទេសថៃខិតខំបង្កើនការរដ្ឋបတ်ទៅលើនឹងពិនិត្យត្រួតពិនិត្យមើលនាវាដែលធ្វើដំណើរតាមផ្លូវសមុទ្រចូលមកក្នុងប្រទេសកម្ពុជាគឺដើម្បីទប់ស្កាត់ការផ្គត់ផ្គង់អាវុធឬក៏សម្ភារៈបន្ថែមទៀតមកឲ្យប្រទេសកម្ពុជាបាទអញ្ចឹងបានន័យថាគាត់ខិតខំបង្ការជាមុនខ្លាចក្រែងលោកកម្ពុជាទិញអាវុធអីថ្មីមកគឺអាចនឹងទប់ស្កាត់បាននៅច្រកសមុទ្របាទតែគាត់ភ្លេចថាកម្ពុជាក៏មានជាប់ព្រំដែនជាមួយនឹងប្រទេសផ្សេងទៀតជាច្រើនដែរណាបាទអញ្ចឹងខ្ញុំសូមដកស្រង់ទូទស្សន៍ពីប្រភពព័ត៌មានជាច្រើនមានទាំង Bloomberg ផងមានខាងកាសែតនៅក្នុងប្រទេសថៃផងគឺដោយមិនសំដៅទៅលើសារព័ត៌មានមួយណាទេប៉ុន្តែ Bloomberg បានរាយការណ៍មុនថាប្រទេសថៃឥឡូវនេះគឺកំពុងតែបង្កើនការត្រួតពិនិត្យនាវាទាំងឡាយណាដែលបើទៅធ្វើដំណើរឆ្លងកាត់សមុទ្រចូលទៅក្នុងប្រទេសកម្ពុជាហ្នឹងគឺដើម្បីជាការមួយទប់ស្កាត់ការនាំចូលនៅប្រេងឥន្ធនៈហើយនឹងការផ្គត់ផ្គង់សម្ភារៈយោធាចូលទៅក្នុងប្រទេសកម្ពុជាក្នុងខណៈពេលនោះដែរគឺខ្លួនក៏បានខិតខំទប់ស្កាត់នៅខាងទាំងជើងគោកហើយនឹងជើងទឹកបាទទាំងនាវាទាំងផ្លូវជើងគោកហ្នឹងគឺនៅខាងជាមួយនឹងប្រទេសលាវប្រទេសឡាវបាទហើយអាជ្ញាធររបស់ថៃគឺបានចាត់វិធានការនេះក្រោយពីក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃបានជួបប្រជុំនៅថ្ងៃអង្គារនេះហើយសម្រាប់ដាក់វិធានការបន្ថែមទៀតនេះបើតាមអគ្គលេខាធិការរបស់ខាងក្រុមប្រឹក្សានេះគឺលោកឆាត់ឆៃបាទលោកឆាត់ឆៃគាត់បាននិយាយបែបនេះបាទប្រាប់អ្នកសារព័ត៌មានហើយកិច្ចប្រជុំនោះគឺបានសម្រេចថាមានអាវុធណាប្រភេទណាឬក៏សម្ភារៈប្រភេទណាជាតំណែងហើយប្រភេទណាដែលជាអាចនឹងយកទៅប្រើប្រាស់សម្រាប់វិស័យយោធានោះគឺបាទត្រូវត្រួតពិនិត្យមើលការនាំចេញទៅប្រទេសកម្ពុជាបាទអញ្ចឹងគឺថៃគាត់បានចាត់ទុកកន្លែងនេះហើយសារព័ត៌មានរបស់ Bloomberg បានរាយការណ៍បន្ថែមថានៅក្នុងការវិវត្តដោយឡែកមួយទៀតនោះគឺប្រទេសថៃឥឡូវនេះក៏កំពុងតែចរចាគ្នាជាមួយនឹងលាវផងដែរជាមួយនឹងឡាវផងដែរដើម្បីធ្វើយ៉ាងណាបើកច្រកព្រំដែនគោករបស់ខ្លួនឡើងវិញដោយថៃនឹងបានបិទជាឯកតោភាគីដើម្បីទប់ស្កាត់ការនាំប្រេងចូលទៅក្នុងប្រទេសកម្ពុជាបាទដែលមន្ត្រីថៃបានពិភាក្សាគ្នាហើយក្នុងពេលម្សិលមិញក៏លើសូរសេចក្តីរាយការណ៍ថាថៃក៏បានសំទោសឡាវផងដែរដែលថាខ្លួនបាត់នេះដោយសារតែគឺសង្ស័យយ៉ាងនេះបាទប៉ុន្តែខាងភាគីឡាវបានបញ្ជាក់ថាមិនមានទេហើយសារព័ត៌មានថៃវិញបានរាយការណ៍ថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃគឺលោកណតផនបាននិយាយថាគឺចំនួនជាមួយនឹងប្រទេសកម្ពុជាគឺប្រហែលជាមិនអូសបន្លាយពេលយូរទេដោយសារតែលោកទទូចថាវិធានការរបស់ថៃដែលដាក់ការរដ្ឋបတ်ទៅលើប្រេងឥន្ធនៈហើយនឹងការផ្គត់ផ្គង់នានាដោយដែលបានរៀបរាប់ពីខាងដើមនោះគឺជាវិធានការចាំបាច់ដែលអាចនឹងរឹតកកម្ពុជាមិនឲ្យបន្តការប្រយុទ្ធបានទេបាទនេះបើតាមការបញ្ជាក់របស់លោកណតផនណក្ខនិកដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃលោកអះអាងថាគោលបំណងរបស់ថៃដែលប្រយុទ្ធជាមួយនឹងកម្ពុជាដើម្បីធ្វើឲ្យកម្ពុជាចុះខ្សោយខាងផ្នែកយោធានោះគឺឥឡូវនេះកំពុងតែសម្រេចបានជាជំហានហើយតាមផែនការរបស់យោធាក៏ដូច្នេះគឺលោកមិនបាននិយាយថាតើការដោះស្រាយការបារម្ភរបស់ថៃនោះបានប៉ុណ្ណានោះទេក៏ប៉ុន្តែអះអាងថាបានសម្រេចជោគជ័យជាជំហានហើយ
តកតងនឹងសំណួរមួយទៀតមានសេចក្តីរាយការណ៍ច្រើនគឺតកតងជាមួយនឹងការដែលថៃប្រកាសថារឹបអូសបានអាវុធដែលផលិតនៅប្រទេសចិនបាទនៅភ្នំ500គឺហើយនៅក្នុងតំបន់ចុងអានម៉ាគឺអានសេះនោះតែហើយនៅក្នុងខេត្តឧបលរដ្ឋធានីតើប្រទេសថៃនឹងមានការយ៉ាងណាតើនេះគឺជារឿងមួយដែលមានការគ្រប់គ្រងពីអន្តរជាតិដែរឬទេគឺលោកណតផតបាននិយាយថាគឺក្រមការងារចារកម្មរបស់ថៃកំពុងតែសិក្សាការងារនេះហើយមិនទាន់បានបញ្ជាក់យ៉ាងណានៅឡើយទេព្រោះតែការស៊ើបអង្កេតនេះគឺនៅកំពុងតែបន្តនៅឡើយទេបាទហើយគឺនៅពេលដែលគេសួរថាតើមានព័ត៌មានថាប្រទេសចិនបានស្នើសុំអាវុធនេះវិញឲ្យទៅប្រគល់ទៅឲ្យចិនវិញតើរឿងនឹងពិតឬយ៉ាងណាគឺរដ្ឋមន្ត្រីការពារជាតិរបស់ថៃក៏និយាយថាបើតាមច្បាប់របស់ថៃគឺអ្វីអាវុធអ្វីក៏ដោយដែលថៃរឹបអូសបានគឺជារបស់ទាហានថៃហើយអញ្ចឹងគឺថៃចង់យកទៅប្រើឬក៏បំផ្លាញចោលគឺវាជារឿងសិទ្ធិមួយរបស់ថៃតែប៉ុណ្ណោះបាទនេះគឺជាការលើកឡើងរបស់ខាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃហើយមួយទៀតដែរគឺខាងក្រុមប្រឹក្សាសន្តិសុខរបស់ថៃហ្នឹងបាទខាងក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃហ្នឹងក៏បាននិយាយអំពីវិធានការមួយចំនួនទៀតផងដែរដែលបាននិយាយថាគឺយោធាថៃគឺបានខិតខំប្រឹងប្រែងយ៉ាងណាទប់ស្កាត់ឲ្យបាននៅការត្រួតពិនិត្យនេះមែនក៏ប៉ុន្តែគឺក៏ធ្វើឡើងទៅតាមច្បាប់ដែលខ្លួនបានមាននៅក្នុងពេលកន្លងមកដែលបានចេញនៅក្នុងឆ្នាំ1981ដែលជាច្បាប់ក្នុងគ្រាមានអាសន្នដែលថៃត្រូវតែយកមកប្រើប្រាស់ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងទៅលើទំនិញដែលត្រូវនាំចេញបាទនេះបើតាមការបញ្ជាក់របស់ខាងភាគីថៃបាទហើយគឺបើតាមការរាយការណ៍ឲ្យដឹងហ្នឹងគឺគាត់ថាប្រទេសថៃឥឡូវប្រទេសកម្ពុជាឥឡូវនេះគឺបាទខិតខំរកប្រេងពីប្រទេសដទៃទៀតហើយក្នុងគណៈពេលដែលការនាំប្រេងពីប្រទេសថៃទៅប្រទេសឡាវគឺក្នុងមួយខែគឺមានប្រមាណជា100លានលីត្រក្នុងមួយខែបាទគឺ100លានលីត្រក្នុងមួយខែដែលនាំទៅប្រទេសឡាវបាទអញ្ចឹងវាអត់មានតកតងអីជាមួយនឹងកម្ពុជានោះទេប៉ុន្តែគាត់គ្រប់គ្រងមើលស្ថានភាពហ្នឹងគឺដើម្បីឲ្យចង់ដឹងថាតើនៅពេលដែលធម្មតាប្រេងនាំទៅថៃគឺពីថៃទៅឡាវគឺមានប៉ុណ្ណឹងតែក្នុងពេលដែលកំពុងតែមានការប្រយុទ្ធជាមួយនឹងកម្ពុជានេះតើការនាំប្រេងពីថៃទៅឡាវហ្នឹងកើនឡើងឬទេដើម្បីចង់ដឹងថាតើប្រេងដែលនាំទៅឡាវហ្នឹងទៅសម្រាប់ឡាវសុទ្ធឬក៏បែកធ្លាយរហូតដល់ប្រទេសកម្ពុជានេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃហើយតើតើនឹងបញ្ហានេះផងដែរគឺនេះគឺជាការវិវត្តមួយដ៏ល្អផងដែរគឺបើយោងតាមក្រសួងការពារជាតិរបស់កម្ពុជាគឺអ្នកស្រីម៉ាលីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិហ្នឹងគឺឲ្យបានឲ្យដឹងថាលោក George Montani ដែលជាប្រធានគណៈកម្មាធិការកាកបាទក្រហមបានយកនូវព័ត៌មានអំពីការដែលខាងកាកបាទក្រហមទៅសួរសុខទុក្ខយុទ្ធជនរបស់កម្ពុជាចំនួន18រូបនោះគឺជាលើកទី4ដែលឥឡូវនេះកំពុងតែស្ថិតនៅក្រោមការឃុំឃាំងរបស់ថៃនៅឡើយនោះគឺកាកបាទក្រហមបានរាយការណ៍ថាយុទ្ធជនរបស់កម្ពុជាទាំង18រូបនោះគឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នាទេណាហើយប្រធានរបស់អង្គការកាកបាទក្រហមក៏បានបញ្ជាក់បន្ថែមទៀតដែរថាលោកបានប្រគល់ជូនលិខិតដំណឹងជូនទៅគ្រួសាររបស់យុទ្ធជនទាំង18រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់គេជាលើកទី4ហ្នឹងគឺតាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមរបស់កម្ពុជាផងដែរអញ្ចឹងគឺខាងប្រទេសថៃគឺបានអនុញ្ញាតឲ្យកាកបាទក្រហមចូលទៅសួរសុខទុក្ខយុទ្ធជនទាំង18រូបរបស់កម្ពុជាហើយបានដំណឹងមកវិញគឺអ្នកទាំងអស់នោះបានសុខសប្បាយធម្មតាទេណាបាទឥឡូវនេះចូលព័ត៌មានទី4ជាសេចក្តីរាយការណ៍របស់ The Nation បាទមានតែ Nation បានរាយការណ៍សារព័ត៌មានថៃផ្សេងទៀតក៏រាយការណ៍ដែរប៉ុន្តែជាអត់តែសារព័ត៌មានអន្តរជាតិអត់មានទេដោយសាររឿងនេះវាតកតងរឿងដូចជាលក្ខណៈនៅក្នុងមូលដ្ឋានច្រើនជាងចឹងសារព័ត៌មានអន្តរជាតិអត់មានរាយការណ៍ចឹងខ្ញុំសូមអនុញ្ញាតដកស្រង់ពីសារព័ត៌មាន The Nation របស់ថៃមករាយការណ៍វិញបាទមិនជាវែងទេគឺជូនខ្លីៗទេបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Nation បានឲ្យដឹងថាលោកប្រធានគណៈកម្មាធិការខាងពិសេសនៃព្រឹទ្ធសភារបស់ប្រទេសថៃដែលសិក្សាអំពីផលប៉ះពាល់និងផលល្អនិងផលអាក្រក់
នៃអនុសារណៈស្ដីពីការយោគយល់គ្នារវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខានៅឆ្នាំ2000និង2001ដែលគេហៅថា MOU 2000 ឬក៏2001នោះគឺតាក់ទងជាមួយនឹងប្រទេសថៃនោះគឺបានបោះឆ្នោតជាឯកច្ឆន្ទតែម្ដងនៅក្នុងគណៈកម្មាធិការហ្នឹងគឺឲ្យលុបចោលបាទឲ្យលុបចោល MOU ទាំងពីរនេះបាទគឺសំទោសឲ្យលុបចោល MOU ឆ្នាំ2001 MOU ឆ្នាំ2001បាទគឺតាក់ទងជាមួយនឹងព្រំដែនទឹកតាក់ទងជាមួយនឹងព្រំដែនទឹកណាអញ្ចឹងឲ្យច្បាស់គឺឥឡូវនេះសេចក្តីរាយការណ៍នេះគឺខាងគណៈកម្មាធិការថៃហ្នឹងគាត់ពិនិត្យមើល MOU 2ណា MOU 2គឺ2000ដែលសំដៅទៅលើព្រំដែនគោកហើយនៅ2001គឺសំដៅទៅលើព្រំដែនទឹកបាទការចរចាក្នុងព្រំដែនទឹកតែគណៈកម្មាធិការនេះបោះឆ្នោតជាឯកច្ឆន្ទឲ្យលុបចោលនៅ MOU ពាក់ព័ន្ធជាមួយនឹងការវាស់វែងនៅព្រំដែនទឹកអត់បាននិយាយទេតាក់ទងជាមួយនឹងព្រំដែនគោកអញ្ចឹងបានន័យថាប្រគោកនៅដដែលបាទលោកនុបផាដុនអ៊ីណាដែលជាប្រធានគណៈកម្មាធិការពិសេសដើម្បីសិក្សាអំពីផលប៉ះពាល់នៃ MOU នោះបាននិយាយថាគឺគណៈកម្មាធិការបោះឆ្នោតដោយជាឯកច្ឆន្ទឲ្យលុបចោល MOU ឆ្នាំ2001នេះដោយយោងលើហេតុផលជាច្រើនបាទហេតុផលរបស់គាត់គឺរួមមាននិយាយថាការអះអាងរបស់កម្ពុជាដែលប្រើប្រាស់តាំងពីឆ្នាំ1972ក្នុងមូលដ្ឋាននៃការចរចានោះគឺប៉ះពាល់ទៅដល់សិទ្ធិរបស់ថៃនៅក្នុងបាតសមុទ្រកំពង់រាបបាតសមុទ្ររបស់ថៃហើយនឹងគឺបើយោងតាមកិច្ចព្រមព្រៀងនោះគឺការបែងចែកផលប្រយោជន៍50-50ទៅលើតំបន់ទូស៊ីគ្នានឹងគឺធ្វើឲ្យថៃខាតបង់ផលប្រយោជន៍ហើយគឺការគឺមិនមានការរីកចម្រើនទេនៅក្នុងការចរចាគ្នាតាក់ទងជាមួយនឹងការវាស់វែងដែនសីមានៅក្នុងព្រំដែនទឹកហ្នឹងគឺมันមានការរីកចម្រើនទេហើយក៏ដូចជាមានតាក់ទងជាមួយនឹងបញ្ហាលើកោះកុដដែលគឺនៅតែមានការទៀមទាទៅវិញទៅមកដដែលហើយនឹងក៏ដូចជាមានការក្របខ័ណ្ឌនៃការចរចានោះគឺมันអាចមានលទ្ធផលអ្វីបានទេហើយគឺ MOU នេះគឺมันអាចនឹងផ្អាករយៈពេលបណ្ដោះអាសន្នមកទេវាខ្លាចទៅជាកិច្ចព្រមព្រៀងមួយដែលស្លាប់បាត់ទៅហើយគឺដោយឈលលើលក្ខខណ្ឌសង្គមហើយនឹងនយោបាយវិញគឺគណៈកម្មការគឺបានន័យថាគឺវាអាចនឹងធ្វើឲ្យខូចទៅដល់ក្របខ័ណ្ឌនៃការវាស់វែងខណ្ឌសីមារវាងប្រទេសទាំងពីរបាទអញ្ចឹងដូច្នេះសូមបញ្ជាក់ម្ដងទៀតគឺ MOU 2001តាក់ទងជាមួយនឹងការវាស់វែងខណ្ឌសីមាព្រំដែនទឹកប៉ុន្តែអត់បាននិយាយទៅដល់ MOU ឆ្នាំ2000ដែលពាក់ព័ន្ធជាមួយនឹងការវាស់វែងព្រំដែនខណ្ឌសីមាព្រំដែនគោកនោះទេណាអញ្ចឹងចាំឲ្យច្បាស់គឺកុំគាត់នៅលើសូថាថៃលុបចោល MOU គឺបានចោលទាំងអស់ហើយគឺអញ្ចឹងតើយើងធ្វើយ៉ាងម៉េចអត់ទេ2001គឺលើព្រំដែនទឹកទេណាលោកណាផាដុនបាននិយាយទៀតថាប្រសិនបើថៃបញ្ចប់នៅ MOU ឆ្នាំ2001គឺត្រូវតែធ្វើរកវិធីថ្មីមួយទៀតបាទវិធីថ្មីមួយទៀតដែលអាចដំណើរការបានជាបណ្ដោះអាសន្នហើយនឹងឲ្យគួរឲ្យពិចារណាអំពីការដាក់វិធានការបណ្ដោះអាសន្នដើម្បីធ្វើយ៉ាងណាការពារសិទ្ធិរបស់ថៃនៅព្រំដែនទឹកក្នុងនោះរួមមានការដាក់សម្ពាធឲ្យប្រទេសកម្ពុជាវិលត្រឡប់មកតុចរចាឡើងវិញហើយលោកក៏បាននិយាយផងដែរថាការសម្រេចបញ្ឈប់អីហ្នឹងគឺត្រូវតែធ្វើទៅតាមច្បាប់អន្តរជាតិក្នុងនោះរួមមានជំរឿដែលមាននៅក្រោមអនុសញ្ញានៃទីក្រុងវីយ៉ែនស្ដីអំពីច្បាប់ស្ដីអំពីសន្ធិសញ្ញាហើយនឹងដោយបន្ថែមថាគណៈកម្មាធិការនោះក៏មានបំណងនៅក្នុងការចែករំលែកនៅរបាយការណ៍ទាំងស្រុងជាមិនផ្លូវការផងដែរហើយគឺមិនទាន់មានចេញជាខាងសេចក្តីសម្រេចរបស់ព្រឹទ្ធសភានៅឡើយទេអញ្ចឹងសូមបញ្ជាក់ម្ដងទៀតណានេះគ្រាន់តែជាអនុសាសន៍ជាការផ្ដល់ជាយោបល់ទេគឺមិនទាន់មានការលុបចោលទេអញ្ចឹងកុំឲ្យមានច្រឡំគឺក្រុមប្រឹក្សាដែលសិក្សាហ្នឹងគឺគាត់ឲ្យយោបល់បែបនេះណាថាលុបចោលទៅអា2001នឹងអត់ប្រយោជន៍ទេប៉ុន្តែសភាទាំងមូលអត់ទាន់មានចេញសេចក្តីសម្រេចអីនៅឡើយទេបាទហើយខាងរដ្ឋាភិបាលរបស់ថៃក៏អត់ទាន់មានប្រកាសថាទទួលយកឬក៏អនុវត្តតាមឬក៏មិនអនុវត្តតាមដែរអញ្ចឹងឲ្យច្បាស់កន្លែងហ្នឹងណាកុំឲ្យមានការស្ដាប់មកដើមខ្សែហើយស្រាប់តែលោតទៅធ្វើអត្ថាធិប្បាយផ្សេងអាហ្នឹងគឺអត់ទេគ្រាន់តែគណៈកម្មការដែលមានប្រមាណសមាជិកដូចជា9នាក់ធ្វើការសិក្សាលើហ្នឹងលើបញ្ហាហ្នឹងហើយគណៈកម្មការហ្នឹងគាត់ឲ្យជាយោបល់អញ្ចឹងទេបាទមិនតែប៉ុណ្ណោះគាត់ថាបើក្នុងពេលដែលបើថាលុបចោលគឺទៅរកច្បាប់អ្វីមួយទៀតមកទប់ទល់ហើយតើការលុបចោលហ្នឹងគឺស្របច្បាប់តាមអន្តរជាតិនឹងយ៉ាងម៉េចដែរបាទអញ្ចឹងនេះគឺជាព័ត៌មានទី4ដែលខ្ញុំចងក្រងជូនប្រិយមិត្តទាំងអស់គ្នាហើយនិយាយតង់ព័ត៌មានទី4នេះខ្ញុំ
ជំរាបជូនប្រយ័ត្នមែនតើពីព្រោះខ្ញុំជឿថានៅក្នុងសម័យបណ្ដាញសង្គម Facebook នេះគឺមនុស្សភាគច្រើនគឺស្ដាប់តែដើមបន្ទុយឬក៏មើលតែ headline ហ្នឹងបាទចាប់ផ្ដើមធ្វើប្រតិកម្មភ្លាមតែបងអ្នកខ្លះគាត់មើលតែ headline តែមកបន្ទាត់បាទចាប់ផ្ដើមប្រាវសរសេរ comment ខុសទាំងស្រុងទៅមក comment ចឹងបានខ្ញុំប្រយ័ត្នមែនតើណាប្រិមិត្តនៅកន្លែងចំណុចនេះបើបានអ្នកណាបានស្ដាប់រឿងនេះហើយខ្ញុំចែករំលែកនេះហើយឃើញអ្នកណា comment ខុសពីអ្វីដែលខ្ញុំចែករំលែកនេះគឺសូមជួបអន្តរាគមន៍ប្រាប់ថាមិនមែនទេគ្រាន់តែជាការផ្ដល់អនុសាសន៍របស់ក្រុមការងារដែលសិក្សាទៅលើ MOU ទាំងពីរបាទនៅទី1ទី2គឺគាត់ឲ្យអនុសាសន៍ឲ្យលុបចោលតែ MOU 2001ដែលពាក់ព័ន្ធនឹងដែនសមុទ្រទេចំណុចទី3គឺសភាជំហរព្រឹទ្ធសភាជាផ្លូវការគឺអត់ទាន់មានចេញនៅឡើយទេហើយចំណុចទី4គឺខាងរដ្ឋាភិបាលក៏មិនទាន់បានទទួលអ្វីដែរចាំរហូតតែខាងព្រឹទ្ធសភាគេចេញយ៉ាងម៉េចទៀតនឹងបានមានចំណាត់ការពីរដ្ឋាភិបាលអញ្ចឹងជាសរុបមកគឺអត់ទាន់មានអ្វីប្រែប្រួលជាដុំកំភួននៅឡើយទេអញ្ចឹងណាបាទហើយទៅលើខាងព្រំដែនគោកគឺគណៈកម្មការនេះអត់មានជូនយោបល់ឲ្យលុបចោលទេគឺបានន័យថាទុកនៅដដែលបាទអញ្ចឹងណាបាទនេះគឺជារឿងប៉ុណ្ណឹងដែលខ្ញុំចង់ឲ្យបញ្ជាក់ឲ្យច្បាស់មែនតើបាទអញ្ចឹងសូមអរគុណប្រិមិត្តដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមអរគុណសូមជម្រាបលា